សង្ខេបអក្សរសិល្ប៍រឿងទុំទាវប្រភេទអក្សរសិល្ប៍ទំនើបប្រឡំលោកបែបមនោសញ្ចេតនាចលនាអក្សរសិល្ប៍ខេមរនិយមឥទ្ធិពលព្រះពុទ្ធសាសនាសង្គមបរិយាកាសក្នុងសម័យលង្វែកកាលកំណត់តែងឆ្នាំ1915ក្នុងរជ្ជកាលស្ដេចស៊ីសុវត្ថិអ្នកនិពន្ធភិក្ខុសោមសង្ខេបរឿងទុំជាកូនប្រុសរបស់ស្ត្រីមេម៉ាយម្នាក់នៅស្រុកបាភ្នំខេត្តព្រៃវែងបានបួសរៀនជាមួយមិត្តភក្តិម្នាក់ឈ្មោះពេជ្រនៅក្នុងវត្តវិហារធំទាំងពីរនាក់មានចំណេះដឹងខាងមន្តអាគមស្មូតផ្លុំប៉ីនិងធ្វើតោកលក់ដោយឡែកទុំមានរូបរាងស្អាតនិងមានសម្លេងពីរោះថ្ងៃមួយណែនទាំងពីរបានសុំលោកគ្រូចៅអធិការយកតោកទៅលក់ទុំនឹងពេជ្រលក់រហូតដល់ស្រុកត្បូងឃ្មុំទុំបានស្មូតយ៉ាងពីរោះធ្វើឲ្យអ្នកស្រុកត្បូងឃ្មុំផ្អើលឈូឆរមកស្ដាប់នាងណូជាភីលៀងរបស់នាងទាវឃើញទុំស្អាតសម្លេងពីរោះក៏គួរចិត្តស្នេហាតែដោយឋានៈតូចទាបនាងក៏ត្រឡប់ទៅផ្ទះវិញប្រាប់នាងទាវដឹងដំណឹងនេះក៏អង្វរម្ដាយឲ្យទៅនិមន្តណែនទុំមកស្មូតនៅផ្ទះរបស់ខ្លួនទុំស្មូតយ៉ាងពីរោះទាវក៏ចាប់ចិត្តស្រឡាញ់ក៏រៀបចំផាហុំដន្លប់បារីស្លាម្លូឲ្យនាងណូយកត្រូវទៅប្រកេនទុំហើយប្រាថ្នាឲ្យផ្សងបានជួបទុំឯទុំវិញក៏ចាប់ចិត្តស្រឡាញ់ទាវដែរមកដល់វត្តវិញទុំរិះរកឧបាយកលសុំលោកគ្រូសឹកលោកគ្រូពុំព្រមព្រោះការទុះទាយឃើញថាជើងលេខមិនល្អពៀនលើស្លាប់ដោយគ្រូមិនឲ្យសឹកទុំក៏ទៅរកម្ដាយឲ្យជួយអង្វរក៏លោកគ្រូតែពុំបានសម្រេចទុំដាក់ចិត្តលួចសឹកម្នាក់ឯងហើយក៏ប្រញាប់ប្រញាល់បបួលពេជ្រវិលទៅត្បូងឃ្មុំវិញជួនជាពេលនោះម្ដាយទាវមិននៅទុំក៏ឡើងទៅលើផ្ទះហើយលួចរួមរយៈជាមួយនាងទាវនាពេលនោះទៅក្រោយមកអរជូនជាចវាយខេត្តត្បូងឃ្មុំបានចូលដណ្ដឹងនាងទាវឲ្យមើលងួនជាកូនប្រុសរបស់ខ្លួនទន្ទឹមនឹងនោះទុំនឹងពេជ្រត្រូវស្ដេចរាមាដែលសោយរាជនៅក្នុងក្រុងលង្វែកនាំយកទៅក្នុងវាំងព្រោះទុំចេះស្មូតយ៉ាងពិរោះដោយព្រះបាទរាមាចង់បានស្រីស្អាតធ្វើជាស្នំឯកក៏ជ្រើសរើសរកស្រីស្អាតប៉ះចំនាងទាវដែលជាសង្សារទុំធ្វើឲ្យម្ដាយទាវសប្បាយចិត្តជាខ្លាំងលុះបានជួបមុខគ្នាក្នុងវាំងចំពោះមុខស្ដេចទុំច្រៀងរៀបរាប់សពគ្រប់ធ្វើឲ្យស្ដេចរៀបការឲ្យទុំនិងទាវជាប្តីប្រពន្ធក្នុងពេលនោះទៅការនេះធ្វើឲ្យម្ដាយទាវតូចចិត្តយ៉ាងខ្លាំងក៏ប្រញាប់ប្រញាល់មកស្រុកកំណើតវិញហើយរិះរកឧបាយកលខ្លែងសម្បត្តិប្រាប់ទៅនឹងទាវថាខ្លួនមានជំងឺជាទម្ងន់បានដំណឹងភ្លាមទាវក៏មកមើលម្ដាយដល់ផ្ទះត្រូវម្ដាយចាប់បង្ខំឲ្យរៀបការជាមួយមើលងួនទាវអស់សង្ឃឹមក៏សរសេរសម្បត្តិឲ្យទុំបានដឹងពេលនោះស្ដេចក៏ប្រទានរាជសារដល់ទុំនិងពេជ្រដើម្បីឃាត់អរជូនមកដល់ផ្ទះទាវទុំវង្វេងស្មារតីអស់សង្ឃឹមផឹកស្រាស្រវឹងប្រគៀកប្រអប់នាងទាវចំពោះមុខភ្ញៀវធ្វើឲ្យម្ដាយទាវខឹងក៏បញ្ជុះអរជូនឲ្យចាប់យកទុំទៅសម្លាប់នៅក្រោមដើមពោធិ៍ជើងខាល
ដឹងថាប្តីនាងត្រូវគេសម្លាប់ទាវនឹងណូតាមមករកទុំអ្នកទាំងពីរក៏សម្លាប់ខ្លួនតាមទុំទៅពេជ្រនាំដំណឹងអកុសលនេះទូលទៅស្ដេចក៏មកកាត់ក្តីឲ្យចាប់អរជូនមើលងួននិងម្ដាយទាវកប់ទាំងរស់ត្រឹមកហើយយករនងរស់ពីលើក្បាលរីឯអ្នកស្រុកត្បូងឃ្មុំបញ្ចូលជាអ្នកងារទាំងអស់ប្រធានរឿងទុំទាវអ្នកនិពន្ធបានរំលឹកឡើងវិញពីប្រវត្តិស្នេហាមួយរបស់យុវជនខ្មែរក្រោមរបបសកតិភូមិនាសម័យលង្វែកនេះគឺជាចំណងស្នេហាដ៏សោកសៅរបស់តួអង្គទាំងពីររូបគឺទុំនិងទាវតាមរយៈនេះអ្នកនិពន្ធក៏បានលាតត្រដាងឲ្យឃើញពីរបៀបគ្រប់គ្រងនិងច្បាប់ទម្លាប់ដ៏តឹងតែងនាសម័យនោះដូចនេះហើយទើបយើងឃើញថាដំណើររឿងគឺវិលជុំវិញបញ្ហាសំខាន់មួយគឺការតស៊ូដែលមានលក្ខណៈជាបុគ្គលិកដើម្បីទាមទារសិទ្ធិក្នុងការជ្រើសរើសគូស្រករចំណែកមូលបញ្ហាវិញរឿងទុំទាវគឺស្ថិតនៅលើទំនាក់ទំនងដែលកើតឡើងដោយសារការប្រកាន់យកនៅទស្សនៈពីរផ្ទុយគ្នាគឺទាមទារសិទ្ធិសេរីភាពក្នុងការជ្រើសរើសគូស្រករឬស្នេហាចិត្តនិងចិត្តហើយទស្សនៈដែលប្រកាន់ទស្សនៈនីមួយៗដណ្ដើមយកឈ្នះរៀងខ្លួនទស្សនៈចំពោះការស្លាប់របស់ទុំគឺទុំបណ្ដាលមកពីមិនស្ដាប់បណ្ដាំគ្រូ2ទុំស្លាប់បណ្ដាលមកពីមិនបង្ហាញរាជសារ3ទុំស្លាប់បណ្ដាលមកពីម្ដាយទាវជាអ្នកបាក់ដៃឲ្យគេសម្លាប់4ទុំស្លាប់បណ្ដាលមកពីអរជូននិងមើលងួនជាអ្នកសម្លាប់5ទុំស្លាប់បណ្ដាលមកពីនាងទាវមិនជួយដាស់តឿនទុំ6ទុំស្លាប់បណ្ដាលមកពីស្ដេចរាមាបណ្ដាលឲ្យទុំយករាជសារទៅឲ្យខ្លួន7ទុំស្លាប់ព្រោះស្នេហា8ទុំស្លាប់បណ្ដាលមកពីរបបសតិភូមិសម័យលង្វែកតែម្ដង